ពួកគេអាចយកត្រកូលរបស់ខ្ញុំបានតែប៉ុណ្ណោះនាងធ្វើឲ្យបងស្រីជាទីស្រឡាញ់របស់ខ្ញុំខឹងយ៉ាងខ្លាំងគ្រោះថ្នាក់ចរាចរណ៍កាលពីពេលនោះការរៀបចំគឺល្អឥតខ្ចោះលោកនិងលោកស្រីShenពួកគេទាំងអស់បានប្រែទៅជាភពពួកគេប្រកាសជានឹងសើចចុងក្រោយShen Fengchen មិនទាន់ស្លាប់ទេខ្ញុំពិតជាមិនអាចសើចបានទេហើយវ៉នរោនោះផងដែរពិតជាគួរឲ្យខកចិត្តណាស់នោះក៏ព្រោះតែShen Fengchenពិតជាមិនអាចធ្វើវាបានគាត់នៅលីវច្រើនឆ្នាំមកហើយពួកគេត្រូវបានគេដាក់ថ្នាំនៅយប់នោះគាត់ក៏បានអនុញ្ញាតឲ្យវ៉នរោចេញទៅដោយមិនមានរបួសខាងផ្នែកមូលនិធិខ្ញុំបានចាត់ចែងរួចរាល់ហើយប្រសិនបើត្រឹមអាយុ28ឆ្នាំគាត់នៅតែមិនទាន់រៀបការតែងតាំងអ្នកគ្រប់គ្រងនៅយ៉ាវេនៅពេលណាក៏បានអាចបញ្ជូនបានខ្ញុំបានប្រាប់ហើយថាដំណឹងអំពីស្ត្រីម្នាក់នេះកុំប្រាប់ខ្ញុំទៀតរឿងខ្លះលោកគួរតែដឹងពីមុនដើម្បីស៊ើបអង្កេត Ren Chia Sing តើនាងបានទិញថ្នាំសណ្ដំដែរឬទេយើងបានពិនិត្យមើលកំណត់ត្រាទិញទំនិញរបស់នាងគឺមិនមានថ្នាំដេកទេប៉ុន្តែការស៊ើបអង្កេតបានបង្ហាញថានាងបានទៅអស់ស្ថានក្នុងរយៈពេល2ថ្ងៃមកនេះនាងបានទិញរបស់ដូចគ្នាសុទ្ធខ្ញុំបានអាហារកែប្រែទិន្នន័យរួចហើយដើម្បីធានាថាលទ្ធផលតេស្តមានផ្ទៃពោះគឺត្រឹមត្រូវលោកវិជ្ជបណ្ឌិតយ៉ាងស្អីគេស្ថានភាពប៉ារបស់ខ្ញុំកាន់តែអាក្រក់ទៅចុះនៅខ្វះប្រាក់វះកាត់3លានទៀតនៅក្រៅប្រទេសយល់ព្រមសូមផ្ដល់កម្លាំងចិត្តដល់ពួកយើងទីបំផុតបានមកដល់ហើយRen Chia Sing និយាយគ្នាបន្តិចមកកិច្ចព្រមព្រៀងមុនអាពាហ៍ពិពាហ៍លោកShenប្រហែលជាយល់ច្រឡំហើយពួកយើងទាំងពីរគ្រាន់តែជួបគ្នាដោយចៃដន្យឲ្យប៉ុណ្ណោះមិនចាំបាច់មានកិច្ចសន្យាចងនោះទេក្នុងរយៈពេល7ឆ្នាំនេះនាងស្ត្រីទី1ដែលបានឡើងលើគ្រែរបស់ខ្ញុំលើពីនេះទៅទៀតគ្រួសារShenក៏ត្រូវការអ្នកស្នងមរតកចំនួនទី3ផងដែរដើម្បីរក្សាស្ថិរភាពស្ថានភាពលោកShenធ្វើដូចម្ដេចទើបអាចប្រកាសថាកូនរបស់ខ្ញុំជារបស់លោកលទ្ធផលតេស្តមានផ្ទៃពោះរបស់នាងមានការបរិច្ឆេទមនុស្សរបស់ខ្ញុំក៏បានត្រួតពិនិត្យរួចហើយដែរជិតកន្លះខែមកនេះនាងមិនបានចំណាយពេលយប់ជាមួយនរណាម្នាក់ឡើយនិយាយឲ្យខ្លីរយៈពេល2ឆ្នាំក្រៅពីការរឹតបន្តឹងផ្លូវច្បាប់យើងមិនមានទំនាក់ទំនងអ្វីទេរៀបការคล้ายរៀបការមែនទែនវាគ្រាន់តែជាអាពាហ៍ពិពាហ៍តាមការព្រមព្រៀងគ្នាប៉ុណ្ណោះយ៉ាងណាមិញរាល់អាពាហ៍ពិពាហ៍គួរតែមានកំណត់ពេលវេលាមែនទេលក្ខខណ្ឌការចំណាយលើការរស់នៅ10លានយ៉នក្នុងមួយឆ្នាំខ្ញុំនឹងផ្ដល់ឲ្យនាងនៅអាផាតមិនមើលឃើញទន្លេមួយនៅពេលកិច្ចសន្យាផុតកំណត់ប្រសិនបើនាងអាចសហការបង្កើតកូនបានបន្ថែមមូលនិធិ5000លានទៀតទុកឲ្យកូនទទួលមរតកមើលទៅមានអ្នកកំពុងដាក់សម្ពាធលើលោកខ្លាំងណាស់ហើយលោកShenនេះមិនពាក់ព័ន្ធនឹងនាងទេខ្ញុំនឹងរៀបចំនាងឲ្យបានល្អបំផុតនៅពេលនោះមិនបាច់ទេអនុញ្ញាតឲ្យខ្ញុំទីមើលគឺជាម្ដាយចុងរបស់លោកជេមែនឡើយកំពុងដាក់សម្ពាធលើលោកមែនទេ
និធម្មតាចុងរបស់លោកជាតារាសម្ដែងឆ្នើមប៉ុន្មានឆ្នាំមកនេះគាត់បានបង្កបញ្ហាមិនតិចទេនៅក្នុងគ្រួសារ Shen ដូច្នេះលោកត្រូវតែទុកឲ្យភាគីម្ខាងទៀតធ្វើខុសជាមុនសិនឪពុករបស់ខ្ញុំមានការវះកាត់បេះដូងនៅសប្តាហ៍ក្រោយត្រូវតែជាសាស្ត្រាចារ្យឲ្យមកពីសាកលវិទ្យាល័យ Harvard